នៅក្នុងច្បាប់ពុទ្ធសាសនាយើងលោកបានបញ្ជាក់ថាទីសេនាសនៈនេះលោកចែកជា4ក្រុមនេះទីសេនាសនៈគឺកន្លែងដេកកន្លែងអង្គុយលោកចែកជា4ក្រុមក្រុមទី1លោកហៅថាឱកាសៈសេនាសនៈនឹងគឺកន្លែងដេកកន្លែងអង្គុយដែរតែជាទីលំហនេះទីលំហគឺសំដៅយកផែនដីមកផែនដីដែលយើងប្រគិនប្រសង់សម្រាប់កសាងវត្តនិងពុទ្ធបរិស័ទគឺប្រគិនផែនដីមកកសាងវត្តឬក៏កសាងជាអាស្រមសម្រាប់គុណសាមណធម៌ឬក៏កសាងកន្លែងវិបស្សនាដ្ឋានឬក៏ជាពុទ្ធមណ្ឌលពុទ្ធបរិស័ទខ្លះពុទ្ធបរិស័ទខ្លះគឺមានខេត្តដីខ្លួនឯងណាមានខេត្តដីខ្លួនឯងដីនឹងពីទេពីដូនពីតាគឺលោកឪពុកអ្នកម្ដាយចែកឲ្យមកហើយនឹកឃើញថាចង់បានបនបានកុសលអំពីផែនដីហ្នឹងក៏យកផែនដីនេះទៅឧទ្ទិសចំពោះព្រះពុទ្ធសាសនាសម្រាប់ឲ្យប្រសង់លោកក៏សាងជីវ័នឬជាអាស្រមឬក៏ជាវិបស្សនាដ្ឋានឬក៏ជាពុទ្ធមណ្ឌលនឹងពុទ្ធបរិស័ទខ្លះពុទ្ធបរិស័ទខ្លះទៀតអត់អញ្ចឹងទេអត់មានដីពីដូនពីតាមកទេគឺមានលុយគេហៅមានសទ្ធាខំប្រឹងរកទីធ្វើស្រែធ្វើចម្ការច្បារដំណាំជួញប្រែអីសពធ្វើការជាស៊ីវិលឬក៏ជាមន្ត្រីរាជការក្នុងជួរថ្នាក់ដឹកនាំប្រទេសឬក៏បានលុយដែលហេតុណាមួយទិញដីនេះទិញដីមកកន្លះហិកតាមហិកតាអញ្ចឹងទៅយកមកប្រគិនលោកទិញគេដីហ្នឹងនៅក្បែរវត្តជាប់គ្នាបន្តគេថាព្រះអង្គត្រូវការបណ្ឌិតវត្តឲ្យធំអញ្ចឹងទិញតគ្នាខ្លះកន្លះហិកតាទៅខ្លះ1ហិកតាទៅខ្លះ1អា2អាអញ្ចឹងទៅមួយកន្សែងពីរកន្សែងអញ្ចឹងទៅហើយក៏ប្រគិនលោកទៅដីជាប់គ្នាទៅបានទៅជាអាវាសមួយយ៉ាងធំនេះហ្នឹងហៅថាទានផ្នែកឱកាសៈឬក៏មួយចំណែកទៀតពុទ្ធបរិស័ទហ្នឹងគឺមិនមានលទ្ធភាពដល់ទិញដីទេដែលខ្លួនឯងនេះចូលប្រាក់គ្នានេះខ្លះក៏1ម៉ែត្រការ៉េទៅខ្លះក៏2ម៉ែត្រការ៉េទៅផ្សំគ្នាទៅ100 200នាក់ទៅបានដីមួយក្បាលទៅវាគេលោកទៅហ្នឹងបណ្ដៃមួយដែរហើយនៃមួយទៀតគឺមិនធ្វើដូច្នោះទេដោយថានៅក្នុងកន្លែងទីសេនាសនៈនេះវាមានដីខ្លះក៏ល្អទីស្មើទៅដីខ្លះក៏កហេងក៏ហោងទៅជារណ្ដៅទៅជាស្រះដែលគេជីកបាត់ទៅហើយញាតិញោមពុទ្ធបរិស័ទនឹងមានសភាជាខ្លាចង់កសាងដីវត្តម្ល៉េះហើយក៏នាំគ្នាចូល1ឡាន2ឡានទៅទិញដី2ឡានគេនឹងគេដឹកឯណាដឹកទៅចុះដឹងតែ1ឡានប្រមាណថា1ឡាន50000ឬក៏30000អីចឹងទៅហើយយើងចេញ1ឡានហ្នឹងទៅគេលុបចាក់លុបបំបត្តិនៅដៅដីហ្នឹងនេះលុបបំបត្តិអស់ដីហ្នឹងទៅដូចជាគេគៀសដូចជាគេលឹងស្មើគ្នាល្អទៅជារាមណីយដ្ឋាននេះឱកាសៈសេនាសនៈហើយដល់បានដីស្មើចឹងទៅក៏រៀបចំជាស្រះទឹកឬក៏ជាតិដូងឬក៏រៀបចំជាស្ថានភាពផ្លូវខ្វែងខ្វាន់ដាំដើមឈើជាជួរខ្លះឈើមួយដើមទៅខ្លះឈើ2ដើមទៅ3ដើមទៅមើលទៅសមជាអារាមសមដល់ចក្ខុវិញ្ញាណពុទ្ធបរិស័ទទាំងឡាយសមយ៉ាងម៉េចគេថាអូយវត្តទីនេះល្អណាស់ព្រោះនៅធានជើងតដល់លបងវត្តគួរឲ្យចាប់ចិត្តហ្មងផ្លូវចូលវត្តមើលទៅក៏សមមួយខ្វាត់ខ្វែងមិនចេះតល់មិនចេះទៅ
ចេញជាមួយចូលមួយចេញជាមួយទៅវិញអញ្ចឹងបានជាច្រកវត្តយើងច្រើន4គេរៀបចំវត្តណាតែមានខ្លាំងជា4គេហៅចាក់ដូតទិសហ្នឹងបានន័យថាទិស4ទិសខាងកើតទិសខាងលិចទិសខាងត្បូងទិសខាងជើងហើយផ្លូវមាន4អញ្ចឹងដែរផ្លូវប្រជុំនេះចំកណ្ដាលបែកអញ្ចឹងអ្នកចូលទៅខាងផ្លូវណាចេញទៅផ្លូវមួយទៀតបានទាំងអស់គេហៅផ្លូវខ្វែងគ្នាមិនឲ្យស្របគ្នាទេហើយគេដាំដើមឈើជាជួរមានម្លុកដើម្បីសម្រួលដល់សមណសង្ឃអ្នកបរិបត្តិធម៌លោកចង់បប្រតិបត្តិនៅតាមទីវាលក្នុងវត្តលោកមានកន្ទេលមួយទៅក្រាលក្រោមដើមឈើហ្នឹងទៅដែលយើងដែលជាដើមឈើដែលយើងដាំមកគេហៅថាអោសៀនណានេះអោសៀនជាវិការៈនៃការអោសៀនជាវិការៈនៃដើមឈើអោសៀននឹងគេដាំចឹងមើលទៅឃើញចឹងល្អសំរុំបានគេហៅថាអារាមហ្នឹងមានន័យថាបន្ទោបងនៅសេចក្តីសុខចិត្តនឹងវាសบายនៅពេលចូលមកដល់ក្នុងវត្តចិត្តនឹងវាស្លាវាផ្លាស់ចិត្តទៅវាច្បោកច្បល់ពីព្រោះសាងក្រោយមកហើយចូលមកដល់ក្នុងវត្តនឹងវាសบายវាភ្លេចអំពីទុក្ខវេទនានឹងគ្រាន់តែឃើញគេហៅសบายតាមផ្លូវភ្នែកអត់ទាន់10ខផងទេគ្រាន់សบายតាមផ្លូវភ្នែកព្រោះនៃមនុស្សយើងទាំងអស់គ្នាប្រពន្ធលោកសម្ដែងចេះលោកសម្ដែងថារូបធម៌ហ្នឹងវាទាញនាមធម៌នេះរូបធម៌ហ្នឹងវាទាញនាមធម៌ពេលណាភ្នែកឃើញអ្វីដែលវាស្រួលទៅវាភ្លេចតើទុកចិត្តហ្នឹងវាមានបេទេសប្បាយចឹងទៅដោយយើងច្រើននិយាយគ្នាលេងចឹងថាស្អីក៏កើតទុកដែរយើងឯងមកនិយាយគ្នាណាហើយនិយាយវិធរណែណទៅយើងហ្នឹងវាភ្លេចគិតទៅបាត់ទៅឡើយតែជាប់ចិត្តនឹងនិយាយគ្នាជួបគ្នាឃើញគ្នានោះម្ល៉េះក៏វាធូរតាមហ្នឹងទៅចឹងវរាមជាកន្លែងបន្ទូបងហ្នឹងគេហៅឱកាសសេនាសនៈគេកសាងវត្តបានផ្លូវបានស្រះបានសួនសពសារពើចឹងហើយគេកសាងទីសេនាសនៈមួយទៀតហៅវិហារសេនាសនៈនេះក្រុមកុដនឹងខាងកុដម្ដងធ្វើពិធីលើពិធីដាក់ចំសនាហើយសាលាឆាន់នៅចំសនាហើយសាលាធម្មវិធាននៅចំសនាហើយសាលាបាលីនៅចំសនាហើយសាលាវិបស្សនានៅចំសនាកុដលោកសង្ឃចំទិសនេះកុដដូនជីចំសណោតោតាជីចំសនេះនេះពិធីរានឹងរៀបចំអញ្ចឹងទៅតាមស្ថានភាពរបស់ផែនដីវត្តតូចធំសំគួរដល់ការនឹងក្រុមមួយទៅដោយញាតិញោមពុទ្ធបរិស័ទដែលកំពុងកសាងហើយឧបឋានសាលានឹងចូលដល់ក្នុងវិហារសេនាសនៈហើយដល់បានកសាងកុដិវិហារសាលាឯវគិនសង្ឃរួចចឹងទៅបានកសាងហៅបេហសេនាសនៈក្រុមក្រែតុបតាំងងមានក្រែសង្ឃមានក្រែទទួលភ្ញៀវមានតុបមានតាំងសម្រាប់គឺការមានកន្លែងអង្គុយយកខ្យល់មានបងតូចបងធំនេះមកក្រុមទៀតសម្រាប់ប្រសង់ប្រើប្រាស់សម្រាប់ពុទ្ធបរិស័ទចិត្តឆ្ងាយចូលមកធ្វើបុណ្យមានកន្លែងជ្រប់មានកន្លែងអង្គុយមានកន្លែងយកខ្យល់អាកាសណាមានទាំងអស់វត្តចឹងនឹងគេហៅវត្តគេធ្វើចឹងហើយដល់បានចឹងមកគេថាមានអីទៀតសន្ធដ្ឋសេនាសនៈសម្រាលផងឥឡូវមានតុមានតាំងមានក្រែអត់មានកទេលអង្គុយអញ្ចឹងតាំងនាំគ្នាធ្វើផ្កាកទេលឬក៏ទិញកទេលយកប្រគិនកទេលខ្សែកទេលខ្លីកទេលលុកសឹងកទេលសម្រាប់ក្រាលក្នុងប្រពៃណីកទេលសម្រាប់ក្រាលក្នុងសាលាឆាន់នៅក្នុងធម្មវិធីអីចឹងហោហែអញ្ចឹងទៅបដាប់ប្រើប្រាស់ដោយអស់អញ្ចឹងមកបានចាប់ទៅហើយគ្រឿងបរិក្ខាររូបផនមានចានមានឆ្នាំងមានទៀងមានស្លាប់សមមានស្លាប់ព្រាមាននេះមាននោះអីចឹងទៅនេះហើយរបស់អស់ក៏គ្រូបផនយកមកប្រើប្រាស់សំគួរដល់វិន័យអ្នកទាននឹងពុទ្ធបរិស័ទទាំងឡាយលោកហៅថា
សេនាសនៈទៀននេះសេនាសនៈទៀនទៀននោះសម្រាប់អង្គុយសម្រាប់ប្រើប្រាស់នឹងដល់យើងកសាងហើយយើងប្រគិនលោកប្រគិនលោកប្រគិនគេច្រើនធ្វើបន់ឆ្លងវេទៀតថាវេហ្នឹងវារសេវរសេនឹងរវេហ្នឹងណាបើយើងនិយាយភាសាខ្មែរយើងមកគេថាបង្វិលវេហ្នឹងបង្វិលណាបង្វិលពីរបស់យើងទៅរបស់លោកវេគេយើងបង្វិលណាយើងបង្វិលសាលាហ្នឹងឥឡូវយើងទាំងអស់នេះនាំទៅធ្វើកសាងយើងក្នុងប្រទេសក្រៅប្រទេសដល់កសាងហើយមិនប្រគេលោកនឹងគេវេហ្នឹងបង្វិលអំពីម្ចាស់ទៀនក្រហោះអ្នកស្លាប់កាន់កាប់ទៅជារបស់សង្ឃនេះហើយពាក្យថាសង្ឃសៈសង្ឃហ្នឹងណាគឺមិនមែនសំដៅយកប្រសង្ឃ 3-4 អង្គទេសាលាឆាន់ហ្នឹងវត្តហ្នឹងផែនដីទាំងអស់ហ្នឹងដើមឈើទាំងអស់ហ្នឹងគឺសម្រាប់សង្ឃក្នុងពុទ្ធសាសនមណ្ឌលកៅសង្ឃគ្រប់ទិសទាំង8អញ្ចឹងបានជាសម្បត្តិសង្ឃហ្នឹងលោកព្រះហាមិនអោយសង្ឃចែកគ្នាទេនេះវិន័យអត់អោយសង្ឃចែកគ្នាទេបើពិខុសង្ឃអង្គណាដូចថាប្រសង្ឃក្នុងវត្ត 3-4 អង្គចែករូបប៉ុនទៅជាបុគ្គលសម្រាប់ទៅជាឯកជនត្រូវអាបត្តិផលច័យនេះត្រូវអាបត្តិផលច័យបើពិខុសង្ឃអាចប្រើព្រះបានតែចែកទៅជាសម្បត្តិផ្ទាល់ខ្លួនអត់បានទេនឹងគ្រូភ័ណ្ឌណាគាត់ពហិសាលាហ្នឹងដើមឈើផ្លែឈើទាំងអស់ហ្នឹងសិតតែជាគ្រូភ័ណ្ឌនេះនៃកណេះចង់បញ្ជាក់បន្តិចឲ្យច្បាស់គឺដែលគេវេនហ្នឹងមិនមែនសំណៅយករបស់នៅយកទៅអធិការវត្តហ្នឹងទេដាច់មុខចឹងទេឬក៏សំដៅយកព្រូសោតដាច់មុខទេឬសំដៅយកវត្តសំដៅយកប្រសង់ដល់ក្នុងវត្តហ្នឹងដាច់មុខទេអត់ទេបើសិនជារបស់ដាច់មុខរបស់ហ្នឹងទៅជាឯកជនហើយអញ្ចឹងដល់លោកសឹកទៅលោកយកទៅទាំងអស់បានហើយឃើញទេអត់ទេអញ្ចឹងគឺថាប្រសង់អង្គណាក៏ដោយនៅគ្រប់ទិសទាំង8គឺអាចប្រើព្រះវត្តនឹងកុដិនឹងវិហារនឹងសាលានឹងកន្ទេលនឹងភួយនឹងខ្នើយនឹងបានទាំងអស់ទូទៅហ្មងអញ្ចឹងបានជាក្នុងធម៌ពុទ្ធគេមិនដែលហាមសង្ឃមិនឲ្យគង់ទេនេះតាចាគេមិនហាមសង្ឃមិនឲ្យគង់ទេតែប្រសង់លោកសុំគង់ហើយត្រូវតែឲ្យលោកគង់ហើយព្រោះវត្តប្រសង់គេមិនដែលហាមសង្ឃមិនឲ្យចូលមកនៅទេអត់ទេហើយគេរៀបចំវត្តគេមានវិន័យគេនិយាយដល់ប៉ុណ្ណេះផងនិយាយថានៅក្នុងវត្តហ្នឹងណាមានដើមដូងច្រើនហើយដូងក៏មានផ្លែកំពុងពេញស៊ីលោកឆាន់បានហើយប្រសង់នៅក្នុងវត្តហ្នឹងមាន5អង្គហើយចឹងប្រសង់ក្នុងវត្តហ្នឹងគឺថាលោកអាចឆាន់ដូងនឹងបានឆាន់ដោយសារតែការឆាន់បានមួយចែកតែឲ្យខុសពីនឹងអត់បានឥឡូវគាត់នឹងកាត់រតីមក100អង្គលោកចង់ឆាន់ដូងដែរតើឲ្យលោកឆាន់បានអត់បើសិនជាយើងអត់បានយល់ពីវិន័យគឺយើងអត់ឲ្យលោកឆាន់ទេលោកអត់ហ៊ានទេតែបើយល់ពីវិន័យសង្គ្រោះលោកអាចឆាន់បានបើលោកចង់ឆាន់បេះតែគេលោកព្រោះរបស់រួមដែរវិន័យគេនិយាយដល់ព្រះផលកថាបើប្រសង់100អង្គនោះមកដល់មិនសុំចៅអាវាសទេឃ្លាននឹងទៅណាមកណាឲ្យវាយកចានណាមួយឡើងបេះដូងកលៈហើយវាខូចនៅវត្តដទៃនោះទេបេះដូងកលៈឆាន់នេះគេសួរថាតើលោកទៅអាបត្តិដែរទេបើយើងអត់បានគិតថាលោកមកលួចហើយតែវិន័យលោកពូលអញ្ចឹងលោកពូលថាលោកមិនត្រូវអាបត្តិអត្តមាទានទេព្រោះសម្បត្តិរួមលោកគ្រាន់តែត្រូវអាបត្តិទៅកត់ដោយមិនបានគោរពចៅអាវាសបានតែប៉ុណ្្នឹងនេះមិនបានគោរពចៅអាវាសនៃវត្តក្នុងសង្ឃអ្នកកាន់ការនេះបានគោរពទេតែឲ្យលោកត្រូវអាបត្តិបរាជិតគិតជាមាសកៈ5មាសកៈអីអត់ទេព្រោះដូងនេះមិនមែនជាដូងរបស់ជនណាម្នាក់ឡើយគឺវាហើយ
គឺជារបស់សង្ឃក្នុងពុទ្ធសាសនមណ្ឌលទាំងមូលអាចប្រើព្រះអាចសឹងអាចឆាន់បានដូចគ្នាទាំងអស់នឹងរឿងពុទ្ធសាសនាអញ្ចឹងបានគេធ្វើបឹងគេធ្វើរសង្ឃនោះគេមិនធ្វើបុគ្គលព្រោះតែហ្នឹងបើយើងធ្វើទៅលើបុគ្គលនឹងមានសិទ្ធិទទួលទុកមានសិទ្ធិចាត់ចែងទៅតាមសេចក្តីត្រូវការរបស់ខ្លួនដាច់មុខនៅប្រើផងទុកដាក់ផងប្រើព្រះផងចែកចាយផងដាច់មុខមកតែបើធ្វើទានចំពោះសង្ឃដល់ពេលលោកទទួលហើយលោកគ្រាន់តែប្រើព្រះតែចែកអត់បានហើយអញ្ចឹងបញ្ចេញអត់បានទេអញ្ចឹងបានជាសង្ឃតានតកណានុពទានបានបន់ច្រើនជាងបដិពុកលិទាននោះដែលយើងកសាងសាលាមួយប្រសង់នៅក្នុងវត្តនេះអង្គណានៅលោកប្រើបានពេលលោកបួសអញ្ចឹងដល់លោកសឹកទៅលោកអត់មានសិទ្ធិស្អីទៀតទេអស់របស់នេះសង្ឃតែជាប្រសើរលោកអត់មានយកឲ្យបានទេលោកអត់មានធ្វើឲ្យតែចិត្តបានព្រោះជារបស់សង្ឃនេះរបស់រួមណាអញ្ចឹងសង្ឃក្នុងទីហ្នឹងមិនសំដៅយកសង្ឃអ្នកនៅក្នុងអាវាសតែមួយនោះទេគឺសង្ឃទូទាំងដោយយើងនិយាយថាពេញសកលលោកមកដល់ប្រសង់ស្រុកខ្មែរប្រសង់ស្រុកថៃប្រសង់ប្រទេសណាក៏ដោយអត់តែប្រសង់ខេត្តនិយាយដែលគេវេចំពោះសង្ឃហើយលោកអាចមកសម្រាប់មកគង់មកសឹងបានប៉ុន្តែសពថ្ងៃនេះយើងមានវិបត្តិខ្លះដែលកើតអំពីការហួងហែងប្រវត្តិប្រសង់នៅអត់បាននេះមែនទេនេះវត្តប្រសង់នៅមិនបានមិនឲ្យនៅមិនឲ្យចូលមិនឲ្យសម្រាប់តែបើសិនជាឆ្កែស្មាននៅបានទៅវិញនេះឆ្កែដេកសាលាឆានបានព្រោះថាគាត់មកកម្មសុំតឹងបានផងអញ្ចឹងលោកសង្ឃអង្គជាងឆ្កែទៅទៀតនឹងយ៉ាត់ទៅវិបត្តិនឹងវិញនៅតាមប្រទេសខ្លះប្រសង់ចូលទៅសឹងគ្នាកន្លែងសឹងទៅជួលតែអត់ឲ្យនៅអត់ឲ្យគង់ហើយតើតមានបពពួកមានក្រុមមានស្គាល់គ្នាបានចូលនៅសមានអញ្ចឹងអន់ជាងឆ្កែនៅក្នុងគាត់ទៀតអញ្ចឹងបានថាយើងពិចារណាតំណឹងឲ្យស្គាល់នៅសង្ឃណាបើយើងស្គាល់នៅសង្ឃយើងចិត្តយើងទលាយហ្មងអត់មានជាតិចោលអីគ្រាន់តែលោកសុំសឹងផងសុំនៅផងអត់មានជាតិទេព្រោះវត្តលោកតែអញ្ចឹងបានគេរៀបចំដូចជាពាក្យថាគណៈកម្មការពាក្យថាអាចារ្យនេះគណៈកម្មការអាចារ្យនេះលើសូមប្រែទៅនឹងគណៈដែលមានសង្ឃហើយមានគណៈកម្មការអាចារ្យគណៈកម្មការអាចារ្យហ្នឹងមិនមែនជាអ្នកត្រួតលោកសង្ឃទេគឺជាអ្នកបម្រើសង្ឃសេនាធិការអាចារ្យជាអ្នកសម្លឹងទូតូចទូធំដឹកនាំពុទ្ធបរិស័ទធ្វើបុណ្យកសាងគោរពពុទ្ធសាសនាក្នុងវត្តគណៈកម្មការជាអ្នកចាត់ចែងធ្វើការងារបម្រើសង្ឃមិនមែនគណៈកម្មការអាចារ្យហ្នឹងទៅត្រួតលោកសង្ឃទេប៉ុន្តែវត្តមកមានលក្ខអត់មានចឹងនេះនេះស្មាលើកឡើងនេះដើម្បីចង់បំភ្លឺរឿងនឹងបន្តិចជួនកាលយើងអត់បានគិតចេះទៅគឺថាអារាមខ្លះនៅក្នុងប្រទេសកម្ពុជាយើងសពថ្ងៃយើងយោមពុទ្ធបរិស័ទទាំងឡាយលោកសង្ឃអត់មានន័យអីទាំងអស់បើលោកសង្ឃចឹងមកនៅតតែសុំលោកអាចារ្យគណៈកម្មការបើលោកអាចារ្យគណៈកម្មការឲ្យនៅបើបាននៅបើមិនឲ្យនៅអត់ឲ្យនៅលោកសង្ឃទៅជាទីងងក៏មានដែរអញ្ចឹងលោកអាចារ្យគណៈកម្មការហ្នឹងទៅជាសង្គ្រីលោកសង្ឃតទៅទៀតណាមានទោសបាត់គួងហែងវត្តយើងវេរួចហើយក៏វល់រួចថារបស់យើងឲ្យទៀតអស់ហើយអញ្ចឹងបានន័យថាចប់ត្រឹមវេហើយយើងទៅបម្រើអ្នកបម្រើសង្ឃនឹងបានបនមួយគេហៅវេយាវចមយៈបនសម្រាប់អំពីការបម្រើលោកសង្ឃនេះដូចលោកអាចារ្យគណៈកម្មការបានបនច្រើនទៅហ្នឹងបានបនខ្លាំងណាស់នៅត្រង់បម្រើលោកសង្ឃខ្វល់ខ្វាយឃោសនាកសាងរមមហោមហាតកតងលុយកាក់យកមកបកីលោកសង្ឃនេះតែហ្នឹងហើយបានបនច្រើនបានអានិសង្ឃច្រើនត្រង់វិយាវចមយៈនេះរឿងហ្នឹងអញ្ចឹងបើយើងយល់ទៅហ្នឹងយើងអត់មានអីពិបាកទេប្រសង់លោករស់នៅក្នុងវត្តលោកគ្រាន់តែជាអ្នកមើលតែមិនមែនជាអ្នកហួងហែងលោកប្រើព្រះរូបអត់មានអីជាតិចោលទេនេះបើយើងវិញយកអំពីវិន័យលោកសង្ឃវិញនឹងពេលសង្ឃស័ក្តិចិត្តដែលយើងវាប្រគិនលោកហើយចាត់ជាសេនាសនៈទានមួយដែលយើងត្រូវបានទទួល
nơi trong này con của so giang khoang nóng ở bậc tham là đi hãy dương bậc kiên hãy dương cầm oi cho nằm thà là bỏ dương oi miền tây nhà nó bao cho năm trên bàn cho năm thà giống bàn co sang cờ to rồi giống bàn co sang đường kiên luôn cho năm trong bàn á không thá nè cờ to nhom mà nè lá nhom mà thì chân ăn về đây ngày muốn nó kỳ về cầu này nó ăn toàn về chỉ muốn đây chân đây là nhom là tiền cờ to trong là nhom chân dương còn là cũng cóแต่dương bàn thơ bón cầm oi men ca vùng hải cái này dương khuôn hay nhé trẻ cho mượt mà đầm nam như dương khác khôi bột dương tô từ vón ót biên khơi gật tê lục tòng phà chân cả tinh cả tế ban vừa rồi giờ một vế bạc kỳ luôn làm bay bọn phà đa phê ngày cào tới dương trăm thơ bón muội thơ bón vừa cháy bốn mở cháy cả tê lục phà giờ thơ bón nó là giờ mỏ là một mình xong lúc nhiều tháng vô mới có tiêu ọt nhiên đây phải dương khăn dương tháo giờ mở mà ngay muốn nó còn là chơi thở phong mà này rồi anh không cần cho một bậc kiên chút đừng say mặt hả ở ta kia ở ta anh dương khai chân cơ thì dương kho này tới dương khai chân hạ đôi chỉ lúc xong nè bầm rau dương được bình lúc ai khoa gần phơi trăm là bọt nâng bọt ở dương che cho nằm ấp tới tiếng của là bọt ruộng trong chán là nít xây môn tới dương mà chặt trên thì môn mau dương mặc xây tới từ ấp tới chân dương trơ ra xa chặt dương đã chân ăn miếng ấy trăm dương họ tiệt tới cầm mọi chặt nâng măng sạ được nông lục sòng để xa phanh hà là bọt tập kết men tên tới không cả là bọt xuống anh thứ bón vào cái này nó khôi bón ta sao là bọt xuống đó khôi bón mày người ta cái tiền những mình xuống này tình mỏng ở đây giờ mình có kiên lương đó đọt qua chứ bụi lương đó là hương là bọt xuống này là phải chưa vào sau lương đó ta là bọt xuống này là đó chân tay dịch hạt này chân tay dương nằm coi chơi cả nông xăng ở bàn rồi ở bàn bàn thả ca thơ bón thơ của xómព្រះលោកឲ្យយើងតម្កល់ចេតនាហើយចេតនាប្រកបដោយសមណោះឬក៏ចេតនាប្រកបដោយឧបេក្ខាបើយើងធ្វើចិត្តសប្បាយក្នុងកតលធម៌យើងមិនបានទេគឺយើងត្រូវធ្វើចិត្តជាឧបេក្ខានៅក្នុងកតលធម៌របស់ខ្លួនធ្វើចិត្តស្មើហើយកុំឲ្យមានទូមនោះកុំឲ្យមានឆ្នាំងស្នាក់តាមមានឆ្នាំងស្នាក់បានបន់